សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំធីរ៉េមីកអាប់មួយសាទៀតហើយចាហើយថ្ងៃនេះនាងខ្ញុំក៏បានរួមការងារជាមួយបងប្អូនថតម៉ូដសម្លៀកបំពាក់ថ្មីនៅរដូវកាលថ្មីពីនីលីសំអាងកាហើយថ្ងៃនេះបានរួមការងារជាមួយបងប្អូនកូនជ្រូកហើយនឹងបងប្អូនសេណាហើយនឹងម៉ូដែលដ៏ស្រស់ស្អាតម៉ូលីហើយនេះបងប្រុសដែលគាត់កំពុងតែជួយរួមការងារជាមួយគ្នាទាំងអស់គ្នាឥឡូវបងប្អូនមកតាមពីការផាត់មុខរបស់កូនជ្រូកផងចាតើមានអ្វីប្លែកហើយនឹងពិសេសហើយនឹងស្រស់ស្អាតប៉ុណ្ណានោះសូមអញ្ជើញតាមដានវីដេអូនេះខ្ញុំទាំងអស់គ្នាហើយបងប្អូនកុំភ្លេចណាសូមបេដងម្នាក់មួយផងបើស្រឡាញ់ពីការផាត់មុខរបស់កូនជ្រូកនឹងធ្វើសក់ដោយបងប្អូនសេណាហើយនឹងស្លៀកបុរាណពីនាងខ្ញុំធីរីមេកអាហើយសម្រស់ស្រស់ស្អាតពីស្បៃខ្មែរបុរាណហើយនឹងឈុតថ្មីពីខាងនីលីសំអាងកាសំបេះដូងម្នាក់មួយផងអរគុណច្រើនស្រាស្រទន់មានមុនស្នេហ៍ស្បៃខ្មែរបុរាណដ៏ស្រស់ស្អាតរៀបចំយ៉ាងប្រណិតពីនីលីសំអាងកាសម្រាប់ស្បៃខ្មែរបុរាណដ៏ស្រស់ស្អាតហើយក្រុងឈុតដោយតួដ៏ស្រស់ស្អាតម៉ូលីនិងផាត់មុខដោយកូនជ្រូកនិងធ្វើសក់ដោយប្អូនស្រីណាតនិងស្លៀកបុរាណពីនាងខ្ញុំធីរីមេកអាប់កាន់តែថែមសម្រស់ស្រស់ស្អាតថែមទៀតបងប្អូនចាហើយនាងខ្ញុំក៏សូមអរគុណដល់បងប្អូនកូនជ្រូកហើយនឹងបងម្ចាស់សំអាងការដែលហៅការងារនាងខ្ញុំជូនពរបងអូនហើយនឹងបងម្ចាស់សំអាងការជូនពរហេងនិងរកអតិថិជនបានច្រើនហើយក៏មិនភ្លេចដែរនាងខ្ញុំរាល់តែវីដេអូនេះខ្ញុំផុសទៅបងប្អូនទាំងអស់គ្នាតែងតែឲ្យបេះដូងនិង comment និង share អរគុណច្រើនបងប្អូនជូនពរហេងនិងមានការងារច្រើនដូចគ្នាអរគុណ